ថ្ងៃនេះខ្ញុំសូមនាំបងប្អូនទៅមើលទីតាំងដីមួយកន្លែងដែលមានទីតាំងអំណោយផលខ្លាំងមែនទែនស្ថិតនៅតាមផ្លូវជាតិ33ពីកពតទៅកែបដែលបងប្អូនអាចជួលក្នុងការរកស៊ីបានច្រើនមុខមែនទែនដូចជាចង់បើកជាភោជនីយដ្ឋានបែបសុកស្រែត្រូវខ្យល់ជាក់អញ្ចឹងណាជាការ៉ាស់ឡានឬក៏ជាកសិដ្ឋានចិញ្ចឹមសត្វក៏បានដែរនិយាយទៅទំហំផ្ទៃដីហ្នឹងគឺធំទូលាយហើយមានរបងព័ទ្ធការពារមកស្អាតហ្មងហើយបើនិយាយពីខែភាសាគឺបងប្អូនមិនបាច់បារម្ភថាខ្លាចទឹកលិចអីទេដោយសារតែត្រូវបានចាក់បន្ថែមដីទៀតគឺខ្ពស់ជាងដីខាងក្រៅឡើងកន្លះម៉ែត្រហើយផ្នែកខាងមុខដីហ្នឹងគឺគេចាក់ផ្លូវបេតុងមកស្អាតអញ្ចឹងឡានម៉ូតូអីហ្នឹងអាចធ្វើដំណើរចេញចូលមកស្រួលហ្មងហើយសម្រាប់ទីតាំងដីបើសិនជាបងប្អូនជិះចេញពីផ្លូវកាបទៅផ្លូវកពតដល់វិទ្យាល័យព្រះនរោត្តមរណរដ្ឋហួសសាលារណរដ្ឋប្រហែលជាខ្ទង់1គីឡូដីអញ្ចឹងបងប្អូនជិះទៅដល់ផ្លូវបេតុងភូមិត្រពាំងធំឬក៏អ្នកភូមិយើងអាសាហៅថាផ្លូវតឡែមចឹងជិះចេញពីផ្លូវជាតិតាមផ្លូវតឡែមហ្នឹងប្រហែលជាចម្ងាយ50ម៉ែត្រគឺដល់ទីតាំងដីហ្នឹងតែម្ដងហើយបងប្អូនអាចតាក់ទងជាមួយនឹងម្ចាស់ដីដើម្បីសួរព័ត៌មានបន្ថែមទៀតតាមរយៈលេខទូរស័ព្ទពីខ្សែនេះបានទីតាំងដីអំណោយផលចឹងមិនងាយរកបានទេបងប្អូនចឹងបើរកបានហើយកុំឲ្យរបូតឲ្យសោះចាប់ឲ្យជាប់